ឆ្នាំក្រោយចំណេញច្រើនចំណេញមិនដីយើងចាប់ដើមធូទៅអាស្រោយើងកើតពីមួយឆ្នាំទៅលទ្ធផលតាមមួយឆ្នាំនេះវាចំណេញដែរវាចំណេញតិចតួចបាទកាលណាតាឆ្នាំក្រោយមានទិន្នផលចេះកើនឡើងហើយដីយើងកាន់តែមានគុណភាពទៅឡើងលើហ្មងណាបាទវាអត់ខ្សោយទៅវិញទេណាពូបាទតែកសិករខ្លះគាត់អត់ហ៊ានប្រើត្រង់ថារយៈពេលដែលចំណេញព្រាមគាត់អត់ហ៊ានប្រើបាទអញ្ចឹងយើងយកគុណភាពបានន័យថាយើងសុខចិត្តឲ្យឡើងមួយឆ្នាំតិចរហូតកុំឡើងឆ្នាំទី1បាទឆ្នាំទី2ធ្លាក់មកវិញអាហ្នឹងអត់សូវល្អទេអញ្ចឹងយើងយកគុណភាពទេបាទហើយនឹងកើនពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អបាទហើយអញ្ចឹងបន្ទាប់ពីពូបាយហើយពូបាញ់បំពន់មួយផ្កាឈូករត់ទៅស្រូបអពូចាប់ផ្ដើមស្លឹកឈោស្អាតរឹងស្អាតហ្មងបាទដាក់ទៅឃើញឡើងហើយឡើងខៀវស្ងាត់មកវិញបាទ